អំពីសេចក្តីប្រកាសព័ត៌មានពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រជាណាចក្រកម្ពុជាជាសាសនាព្រះមហាក្សត្រទីស្តីការអង្គភាពនៃនាំពាក្យរដ្ឋាភិបាលលេខ002ប្រកអរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពនាព្រឹកថ្ងៃប្រហោះ7កើតខែវិសាខឆ្នាំអត្តស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី23ខែមេសាឆ្នាំ2021ថ្ងៃហ្នឹងសម្ដេចបវរធិបតីបានលោកបានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គនៅវិមានសន្តិភាពសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាណែអានេះគាត់ជាសេចក្តីព្រាងច្បាប់នេះមាន8ជំពូកនិង20មាត្រាត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រាទី49ថ្មីនៃរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាសេចក្តីព្រាងច្បាប់នេះកំណត់អំពីវិធានការនៃការអនុវត្តកាតព្វកិច្ចយោធាដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារជាតិមាតុភូមិដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ដងដំរបស់ប្រជាពលរដ្ឋខ្មែរនិងជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងប្រទេសជាតិទន្ទឹមនឹងនេះនឹងអភិវឌ្ឍកាយសម្បទាព្រមទាំងការបណ្ដុះបណ្ដាលស្មារតីស្នេហាជាតិការអប់រំផ្នែកគំនិតនិងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិទន្ទឹមនឹងនេះសេចក្តីព្រាងច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋគ្រប់រូបដែលមានអាយុចាប់ពី18ដល់25ឆ្នាំអញ្ចឹងក្មួយបងប្អូនដែលមានអាយុចាប់ពី18ដល់25ឆ្នាំស្ដាប់ไปទាំងកន្លែងហ្នឹងណាអូខេបានន័យថាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះគឺអាចនឹងត្រូវឲ្យអនុវត្តគឺក្នុងពេលឆាប់ហ្នឹងហើយក្រោយពីសម្ដេចមហាបវរធិបតីលោកបានដឹកនាំកិច្ចប្រជុំពេញអង្គនៅគណៈរដ្ឋមន្ត្រីថ្ងៃហ្នឹងអញ្ចឹងអាយុចាប់ពី18ដល់25អាថៃបានហើយ28ចឹងផុតហើយហើយគាត់ឲ្យប្រហែលឆ្នាំខ្លះប៉ុណ្ណឹងពេញហ៎ដែលត្រូវបំពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់នេះដោយឡែកការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្តបានន័យថាស្ត្រីគឺតាមជាស្ដែងតាមស្ម័គ្រចិត្តអានេះគឺគិតតែចំពោះតែបរិសុទ្ធតែប៉ុណ្ណោះបើបរិសុទ្ធគឺច្បាប់នេះគឺត្រូវបានព្រាងច្បាប់ឲ្យកាលពីថ្ងៃមិញអញ្ចឹងបានន័យថាចន្លោះចាប់ពី18ដល់25ឆ្នាំគឺជាប់កាតព្វកិច្ចយោធាកន្លងមកប្រជាណាចក្រកម្ពុជាមានច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនសរកម1206 030ចុះថ្ងៃទី22ខែធ្នូឆ្នាំ2006និងមានលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ2006ពុំទាន់គ្រប់រដាប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ននិងអនាគតដែលតម្រូវឲ្យមានការរៀបចំច្បាប់នេះជាថ្មីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបន្តនិរន្តរភាពគោលការណ៍គ្រឹះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកងយុទ្ធពលខេមរៈភូមិន្ទបាននឹងកំពុងអនុវត្តកិច្ចការពារជាតិចូលរួមក្នុងការអភិវឌ្ឍសង្គមនិងជួយសង្គ្រោះគ្រប់រូបភាពនិងអនុវត្តរដ្ឋបញ្ជារបស់រាជរដ្ឋាភិបាលទាន់ពេលវេលានិងមានប្រសិទ្ធភាពឥឡូវពូសង្ខេបឲ្យខ្លីបងអាយុបានល្អណាស់បើល្អគួរចុះហ៊ានច្បាប់ថ្មីថ្ងៃមិញនៅវិមានសន្តិភាពសម្ដេចមហាបវរធិបតីលោកបានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអញ្ចឹងច្បាប់បានតែច្បាប់គេថាអានេះគឺច្បាប់យោធាសម្រាប់ការចូលបំពេញកាតព្វកិច្ចយោធាចាប់ពីអាយុ18ដល់25ឆ្នាំអញ្ចឹងថ្ងៃគឺនៅក្នុងចន្លោះហ្នឹងហើយប៉ុន្តែនេះគាត់ជាសេចក្តីព្រាងច្បាប់នៅឡើយណាមិនទាន់ដាក់ឲ្យប្រើជាផ្លូវការទេប៉ុន្តែអាចនឹងឆាប់ខាងមុខហ្នឹងហើយពូគាត់ថាក្នុងឆ្នាំហ្នឹងមើលទៅ Yes អបអរសាទរហើយអាមេលីប្រហែលជាប់ដែរអាមេលីអាចជាប់ដែរចាំមើលចាំចោលពូឆែកមើលពូវត្តរូបវាសិនអត់ដឹងអាយុប៉ុន្មានយើងកុំគិតវេះបើទោះបីជាពូស្ថិតនៅក្នុងចន្លោះពី18ដល់25ឆ្នាំក៏ពូត្រូវតែចូលបំពេញកាតព្វកិច្ចយោធាដូចគ្នាដែរអត់មានអ្នកណាអាចប្រកែកបានទេដោយឡែកសម្រាប់ស្ត្រីគឺស្ម័គ្រចិត្តបានន័យថាចង់ចូលបម្រើយោធាក៏បានមិនក៏បានអានោះវាអាស្រ័យទៅលើការសម្រេចចិត្តរបស់គាត់តែបើបរិសុទ្ធគឺចិត្តហើយច្បាប់ចិត្តចេញជាផ្លូវការហើយតែពូចង់ខ្ញុំទៅចង់ខ្លាំងមិនមែនទេនេះគឺជាកាតព្វកិច្ចបានន័យថាប្រសិនបើច្បាប់ប្រទេសយើងតម្រូវឲ្យមានច្បាប់កាតព្វកិច្ចយោធាអញ្ចឹងយើងត្រូវអាចនឹងរយៈពេលយ៉ាងហោចណាស់ក៏តិចពី2ទៅ3ឆ្នាំដែរបើតាមពូសន្និដ្ឋានណាប៉ុន្តែជាមើលសេចក្តី
បានន័យថាជាមួយច្បាប់គេចេញជាធរមានសិនអូយពូលើសហើយលើខ្លាំងណាស់តែដោយពូនិយាយអញ្ចឹងបើទោះបីជាពូស្ថិតនៅក្នុងអាយុ18ឬ20ស្នាងដូចឯង ទៅបាទ ក៏ពូអត់មានកិច្ចវេះនឹងទៅដែរ ខ្ញុំក៏អត់រួញរៀនបាទអញ្ចឹង បើសិនជាវាជាកតាបកិច្ចបានន័យថាកិច្ចការដែលមិនអាចខ្វះបាន បាទ អញ្ចឹងក្នុងនាមយើងជាពលរដ្ឋខ្មែរយើងចូលបម្រើក្នុងវិស័យយោធាអានេះវាជាការលះបង់មួយដ៏ដងខ្លាំងណាស់សម្រាប់កូនប្រុសអញ្ចឹងកន្លែងហ្នឹងពូមែនពូគ្រប់គ្រងឲ្យពូសប្បាយចិត្តណានៅពេលដែលមានច្បាប់នឹងកើតឡើងដាក់ចេញមកអូយពូលើខ្លាំងណាស់លើឡើង3ជួរនោះបើពូឆ្នាំនឹង39អីលើខ្លាំងចឹងបានន័យថាក្រោយពីកិច្ចប្រជុំពេញអង្គការរដ្ឋមន្ត្រីថ្ងៃមិញនៅវិមានសន្តិភាពដឹកនាំដោយសម្ដេចមហាបវរសេចក្តីព្រាងច្បាប់នេះពូគិតថាប្រហែលជាអាចនឹងផ្លូវការឆាប់ហ្នឹងឬក៏ក្នុងឆ្នាំហ្នឹងអូតែ12ខែតា 12ខែ 12ខែចឹងមួយឆ្នាំចឹងមួយឆ្នាំ តែបងមានកម្មថា18ខែតែឥឡូវ12ខែ ឥឡូវយើងមិនទាន់ច្បាស់ការនៅឡើយទេអានេះព្រោះតែសេចក្តីព្រាងច្បាប់អញ្ចឹងជាមួយច្បាប់នឹងចេញជាធរមានជាផ្លូវការបានយើងច្បាស់ថាការបំពេញកាតព្វកិច្ចយោធានេះមានរយៈពេលប្រហែលខែប្រហែលឆ្នាំ 12ទៅ18មកប៉ុណ្ណឹងលប់ដំដែរជីត្រង់សេជីអីដែរ ប្រាប់ថាលើហើយបពូ39នេះអាឈូតនឹងនិយាយដែរអារកឯងកុំតប៉ែទេអានេះអញចាំបានអង្កាលកាលនោះនិយាយបាល់នៅវិសាខានិយាយទៅយងវាថាអាន sponsor គេទៅមុខទៅក្រោយខុសឈ្មោះ sponsor គេហើយអញវាចេះតែកែប្រាប់វាឲ្យខុសឈ្មោះ sponsor ហើយ ហើយធ្វើមិនលើ ធ្វើមិនអីបើវាទៅបាត់ហើយនឹងចង់និយាយថាដូចយើងពេលយើង break យើងមិនខ្លាចមកគុណ sponsor វាថាអានឈ្មោះ sponsor គេខុសអញ្ចឹងបានថាបើវា stir អាក្រាវិរុទ្ធវា stir អសរសាស្ត្រខ្មែរបើយើងប្រាប់ឲ្យវាទទួលយកវាមិនអីទេពេលខ្លះវានេះទៀតវាចង់ឡងមកវិញទៀតណាចឹងបានថារកគីពេលខ្លះមកចង់កែវាពូចង់កែវាដែរតែបើសិនមកក្នុងកែនៃកែបានវាយើងកែទៅបើថាកែមិនបានមានរុញអាថៃហ្មង ចាក់ទូកដល់ទឹក រុញ ទូកដល់ទឹក ពូមិនទាន់ជឿអានៅឡើយទេអាខ្លះថា12ខែខ្លះថា18ខែខ្លះថា2ឆ្នាំឥឡូវចាំមើលច្បាប់ចេញជាធរមានទៅដឹងហើយ